សួស្តីបងប្អូនខ្ញុំមានរឿងមួយដែលមានចំណងជើងថាបុរសកំពូលប្រាជ្ញាកាលពីព្រេងនាយមានបុរសចំណាស់ម្នាក់គាត់រស់នៅក្នុងភូមិដាច់ដោយឡែកតែម្នាក់ឯងជារៀងរាល់ថ្ងៃមនុស្សម្នាតែងតែនាំគ្នាមកជួបបុរសចំណាស់នោះព្រមទាំងរអ៊ូរទាំអំពីបញ្ហាដដែលៗដែលពួកគេជួបគ្រប់ពេលវេលាថ្ងៃមួយបុរសកំពូលប្រាជ្ញាបាននិយាយរឿងកំប្លែងមួយឲ្យពួកគេស្ដាប់ហើយពួកគេសើចគ្រប់គ្នា2 ឬ 3 នាទីក្រោយមកបុរសកំពូលប្រាជ្ញាបាននិយាយរឿងកំប្លែងដដែលនោះម្ដងទៀតប៉ុន្តែលើកនេះមានមនុស្សតែបន្តិចបន្តួចប៉ុណ្ណោះដែលញញឹមពេលស្ដាប់រឿងកំប្លែងនេះរួចហើយក្រោយមកទៀតគាត់ក៏បាននិយាយរឿងកំប្លែងដដែលនេះជាលើកទី3ប៉ុន្តែលើកនេះគឺគ្មាននរណាម្នាក់សើចទាល់តែសោះបុរសចំណាស់នោះញញឹមហើយនិយាយថាអ្នកមិនអាចសើចជាមួយរឿងកំប្លែងដដែលម្ដងហើយម្ដងទៀតបានទេដូច្នេះហើយហេតុអ្វីបានជាអ្នកនៅតែកើតទុកជាមួយបញ្ហាដដែលបែបនេះទៀតគុំនឹកខ្លឹមបើអ្នកកំពុងរស់នៅជាមួយបញ្ហាដដែលវាមានន័យថាអ្នកទើបជាបញ្ហាពិតប្រាកដពីព្រោះវាបានបង្ហាញឲ្យឃើញថាអ្នកជាមនុស្សដែលមិនចេះអភិវឌ្ឍខ្លួន